ចាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃវីដេអូនេះខ្ញុំបានថតមួយថ្ងៃប៉ុន្តែអត់មានពេលកាត់តពេលអញ្ចឹងទៅទើបមានពេលដោយសាររវល់តាមដានព័ត៌មានប្រទេសជាតិច្រើនពេកឥឡូវមានពេលមកកាត់តនឹងមកបញ្ចូលសលេងយើងរៀបចំដីដាំនៅមុខផ្ទះរបស់យើងបន្តទៀតហើយរដូវនេះជារដូវស្លឹកឈើជ្រុះពេលអញ្ចឹងខ្ញុំទៅយកអត់ស្លឹកឈើដែរស្លឹកសាវម៉ាវស្លឹកត្រេនេះឈូសឆនហ្នឹងទឹកល្មុតឯហ្នឹងយកមកដាក់ធ្លាប់បាតឡាំងរបស់យើងដើម្បីកុំឲ្យទី1ចំណេញដីជាងដាក់ដីមកយើងអស់ដីទៅតិចទេអត់សូវចុះដីច្រើនទេហើយទី2វាជាកប៉ុសសម្រាប់ជីជាតិដំណាំរបស់យើងដែរយើងដាក់ស្លឹកឈើធ្លាប់បាត់ឡើងមានអត្ថប្រយោជន៍ច្រើនបងប្អូនដើម្បីឲ្យដីរបស់យើងធូរល្អដំណាំរបស់យើងក៏លូតលាស់បានល្អហើយក៏បានដាក់រួចហើយក៏បានមកបោសសម្អាតកន្លែងបរិវេណហ្នឹងឲ្យស្អាតកុំឲ្យនៅសម្រាមហៀញញ៉ៃពេញហ្នឹងហើយទឹកអង្គរក៏មានប្រយោជន៍ច្រើនដែរបងប្អូនទុកឲ្យវាពី3ថ្ងៃយើងយកមកសូចលើស្លឹកឈើដើម្បីឲ្យវាឆាប់កាច់ក្នុងឡានហ្នឹងខ្ញុំដាំស្ពៃក្តោបហើយងាកមកខាងនេះវិញគឺសពពងទាយកមកដាក់នឹងស្ពៃកញ្ញាញ់ឬកកបានប្រហែល3 4 5គុំនឹងឯងនិយាយទៅកាកសំណល់ផ្ទះបាយយើងអត់ចោលទេចោលតែផ្លាស្ទិកមួយមុខទេទាំងផេះទាំងសពពងទាទាំងកាកបន្លែគឺសុទ្ធតែជីទាំងអស់បងប្អូនអាចយកមកធ្វើជាជីបាន